បាទបងប្អូនថ្ងៃនេះនេះមានខ្យងបឺបងប្អូនចាប់ដើមភ្លក់រសជាតិវាម្ដងមើលចិញ្ចឹមយូរដែរហើយហ្នឹងហើយចាប់វាមកបាន20គ្រាប់ជាងដែរយកមកឆាវាសាក់មើលនេះគង់តែអង្គុយដោះលាងវាបងប្អូនដោះលាងវាស្អាតឲ្យអស់ជាតិស្លែកជាតិដីដែលវាជាប់នៅសម្បកជាប់នៅចង្កេះហ្នឹងហើយដោះវាស្អាតដើម្បីយើងហូបទៅវាស្រួលមានអនាម័យល្អបងប្អូននេះដោះនេះសាច់ច្រើនណាបងប្អូនសាច់ទាំងណែនដល់សាច់ធំបងប្អូនណាធ្ងន់ល្អសាច់ទាំងណែនធំជាងនេះដៃទៀតណាគួយលាងហ្នឹងហើយបើយើងមិនដោះលាងទេវាមានស្លែជាប់នៅសម្បកវាពិបាកធំល្អបងប្អូនហើយរំបានប៉ុណ្ណេះចាំនឹងចូល2ខែហើយ2ខែទៅដាច់ចិត្តចាប់វាយកមកហូបភ្លក់រសជាតិសាក់មើលហ្នឹងហើយព្រោះអីវាក៏មិនសម្បូរដែរយើងចាំលក្ខណៈធម្មតាហ្នឹងមិនទៅជាលក្ខណៈធំដុំអីទេហ្នឹងហើយចាំដាក់ពីងតូចដែរហ្នឹងពុកដោះខាត់ដែរឲ្យស្អាតហើយបងប្អូនមើលដល់ពេលសាច់វាសបកវាប្លែកពីខ្យងម្យ៉ាងនេះគេហៅខ្យងក្រហមអត់ដូចគ្នាបងប្អូនអានេះសបកវារាងលឿងជាងហើយសាច់វាណែនល្អធំជាងមេដៃទេបងប្អូនមើលសាច់វាណែនល្អអត់ដូចខ្យងក្រហមនេះខ្យងក្រហមនោះវាធំតាសបកតែសាច់វាតិចសាច់វាតូចនេះឲ្យសាច់វាធំល្អនេះបងប្អូនដោះវាអស់តាមកលុកកលៀតអីដោះវាស្អាតអស់ចន្ទះវានេះមានជាតិស្លែកខ្មៅច្រើនតែយើងដោះវាទៅវាស្អាតសល្អសាច់បងប្អូនសាច់ឡើងណែនមកដល់សាច់ណែនល្អបងប្អូនបើយើងចាំឲ្យចំណីវាស៊ីគ្រប់គ្រាន់អញ្ចឹងសាច់វាណែនល្អហើយយើងដោះហ្នឹងយើងមិនដោះតែមួយទឹកនឹងឈប់ទេបងប្អូនដោះវាស្អាតទឹកហើយយើងលាងវាមួយទឹកទៀតលាងដោះវាបន្តិចទឹកទៀតសាច់វាបងប្អូនណែនមកដល់សកត់អត់ត្រុតទេណាកក់ត្រុតឯងសិលសាច់ណែនល្អដោះលាងចង់មកព្រឹកដែរហ្នឹងតាំងពីយើងស្ដារទឹកវាផងហើយរើសវាយកធំមកហូបទុកឲ្យតូចឲ្យវាតពូជទៀតតាមគូតវានឹងវាជាប់ខ្មៅល្អបងប្អូនណាតែព្យាយាមខាត់បន្តិចតែបងប្អូនមើលសាច់អូអស់ទោះឲ្យសាច់អស់ទោះមកបានពេញហើយអត់សូវមានអាចទេបងប្អូនព្រោះវាមានអាចយ៉ាងមើលទៅឃើញអាកន្លែងគូតវាមានខ្មៅនេះអត់សូវមានទេដោយសារយើងមុននឹងចាប់វាមកហូបយើងប្រអត់វាអត់ដាច់ចំណីវាទេតែដាច់ចំណីវាស៊ីអាចវាច្រើនហើយលើកទី1បងប្អូនអើយសាកភ្លក់វាមើលយើងចំយូរហើយបើយើងមិនសាកយើងអាចដឹងរសជាតិវាថាវាឆ្ងាញ់ឬមិនឆ្ងាញ់ទេតែចាប់វាសាកមើលហើយដល់មកមាត់វាចេញដោយសារតែវាមិនទាន់អស់ធំទេអញ្ចឹងអាមាត់វានឹងវាទុនព្រោះវាត្រូវការរីកមៀតទៀតអញ្ចឹងទុនទៅគឺយើងខាយឆាទៅវាធ្វើឲ្យបាក់ចូលក្នុងម្ហូបទៅវាមុតពោះវៀនមុតអីអញ្ចឹងយើងកាច់វាចោលកាច់អាទុននឹងចោលហើយបន្ទាប់ពីយើងលាងខ្យងហើយបងប្អូនបន្ទាប់ពីយើងលាងខ្យងហើយយើងចាប់ដើម
100បន្លែជាង100បន្លែនេះបងប្អូនយើងមកបេះបន្លែម្ដងដើម្បីយើងដាក់លាយគ្នាទៅឲ្យវាបានច្រើនហ្នឹងហើយចង់យើងវាតិចដែរជាងយើងការលាយបន្លែនេះបន្លែផ្អែមបងប្អូនអ្នកខ្លះហៅដើមឆៃយ៉ាអ្នកខ្លះគេហៅបន្លែផ្អែមទៅយើងបេះវាយកមកឆាលាយជាមួយមានអីឆ្ងាញ់ដែររសជាតិវាបងប្អូនយើងបេះយកតែខ្ចីទួយវាយកមកអង្គុយសកវាសកសម្បកវាអស់ហើយស្អាតទៅយកមកឆាដាក់មកឆ្ងាញ់មួយយ៉ាងនេះទៅហ្នឹងវាប្លែកដែរយូរហូបម្ដងប្លែកមាត់ដែរតានេះសម្បូរបងប្អូនខ្ញុំដាំនៅតាមព្រំផ្ទះសម្បូរហើយខ្ចីល្អវាទៅធ្លាក់ភ្លៀងហើយវាលាស់ត្រួយមកខ្ចីលវក់បងប្អូនណាកាច់មកសុខផុសបណ្ដោយខ្ចីល្អបន្លែបែបនេះយើងឆាក៏បានយើងអាចយកទៅស្លចលនាជូរព្រៃអីក៏ត្រូវដែរនេះបងប្អូនយើងលាងហើយយើងដាក់ត្រាំវានេះបន្លែផ្អែមយើងបេះមិញហ្នឹងយើងសកសបកវាហើយអស់ហើយយកតែខ្ចីទេណាទុកឆាជាមួយខ្យងពេលខ្យងយើងបងប្អូនចាប់ដើមដាក់ឆាហើយវីដេអូយើងធ្វើកាត់ទៅមកវិញពេកតែបងប្អូនធំគ្រាន់ដាក់ឆាហើយហ្នឹងច្បល់វាចូលគ្រឿងចាក់ទឹកចូលវាឲ្យវាចេញអាជាតិខ្យងមកទឹកទៅវាធ្វើឲ្យមានរសជាតិឆ្ងាញ់យើងទុកវាពុះទាំងយូរដែរណាចង់រីងទឹកដែរបានយើងចាប់ដើមដាក់បន្លែផ្អែមនេះចូលនេះបន្លែផ្អែមបាទតិចទៀតដាក់បន្លែផ្អែមចូលដែរឥឡូវឆ្អិនហ្មងឆ្អិនបដ ாய்